ថ្ងៃនេះនឹងណែនាំពីរបៀបយក MP3 ទៅដាក់នៅក្នុង Blogger Blogspot សម្រាប់អ្នកដែលកន្លងមកដូចនៅក្នុង website លោកម្ចាស់គ្រូណានៅក្នុងកន្លែងនេះធ្លាប់ដាក់សំណួរចម្លើយរបស់លោកដែលលោកបានឆ្លើយសំណួរហ្នឹងយកមកដាក់ហ្នឹងតែកាលនោះដូចជាដាក់ JW Player ដាក់ទៅអាច copy យកទៅដាក់ Blogspot បានប៉ុន្តែឥឡូវដល់ពេលដូរ player ទៅมันអាចយកទៅបានអញ្ចឹងនឹងណែនាំពីរបៀបដែលសម្រាប់អ្នកដែលចង់យកទៅផ្សាយបន្តតាមរយៈ website ដូចជា Blogspot ជាដើមអញ្ចឹងតើធ្វើយ៉ាងម៉េចដើម្បីយក MP3 នឹងទៅផ្សាយបន្តទៅតាម blogger ហ្នឹងអញ្ចឹងមានកូដសម្រាប់ដាក់នេះជាកូដប៉ុន្តែកូដហ្នឹងយកពី website មកប៉ុន្តែ website ហ្នឹងដូចជាភ្លេចប៉ុន្តែធ្លាប់ copy កូដទុកកូដនេះនឹងដាក់ឲ្យទាញយកនៅក្នុងកន្លែងនេះ website លោកចាស់គ្រូចូលកន្លែង free code ទៅដាក់ឃើញដាក់ MP3 នេះដាក់ MP3 player back for blogger នេះតែឥឡូវយើង copy សិន copy ហ្នឹងទៅ blogspot របស់យើងតោះមកចូលទៅកន្លែង layout ហើយយើង add មួយដាក់ខាងណាឧទាហរណ៍យើងត្រូវការដាក់ខាងណាយើងដឹងហើយអ្នក blogger តោះមក add យក HTML and JavaScript ហើយ copy code នឹងដាក់ចឹងកន្លែងដូរ MP3 នេះមើលកន្លែងនេះកន្លែង MP3 ហើយ URL នេះ http រហូតដល់ MP3 នេះយើងគ្រាន់តែទៅ copy MP3 យកមកដាក់ហ្នឹងអញ្ចឹងទៅ copy មិននៅពេលដែលយើងចូលមក website លោកចាស់គ្រូមកយើងឃើញកន្លែងនេះហើយយើងបើកពេលខ្លះអត់ទាន់ឃើញតើយើងបើកសិនបានឃើញនេះយើងបើកមកយើងឃើញ download MP3 download MP3 យើង right click លើនឹងមកយើងយកពាក្យថា copy link address នៅពេលដែលយើង copy link address យើងនឹងឃើញ URL របស់ MP3 ហ្នឹងនេះប៉ុណ្ណឹងហើយ copy នឹងមកយកទៅដាក់កន្លែង widget យើងនេះយកមក pass ពីលើនឹង replace លើនឹងតោះមកយើង save អូខេតោះមកយើងទៅបើកមើលនេះនៅខាងkiaនេះតែដល់ថ្ងៃសុក្រចាប់ពីម៉ោងប៉ុន្តែ auto play យើងអាចដោះ auto play ព្រោះនៅពេលដែលយើងនៅពេលដែលគេបើកចូល website មកគឺបើកវាដើរដោយ automatic ហ្មងនេះតែតាមដានស្ដាប់នៅក្នុងកម្មវិធីជារៀងរាល់ថ្ងៃសុក្រចឹងយើងអាចបិទ auto play បានដោយកុំឲ្យ auto play យើងអាចមកកន្លែងហ្នឹងយើងមើលមកក្រោមទៀតមកយើងឃើញកន្លែងនេះឃើញ auto play ស្មើមួយឃើញទេអញ្ចឹងកន្លែងនេះដាក់លេខ0មកអញ្ចឹងអត់ auto play ទៅចុចបោកបានចេញតែតាមដានស្ដាប់នៅក្នុងកម្មវិធីអូខេអញ្ចឹងប៉ុណ្ណឹង